This needs a little bit more salt. I'll taste it. Okay ចឹងតើគេធ្វើវីដេអូប្រភេទនេះយ៉ាងដូចម្ដេចចឹងយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាជាដំបូងគឺអ្នកទាំងអស់គ្នាចូលមកកាន់កម្មវិធី browser មួយសិនមកឥឡូវយើងចូលមកកាន់ខ្ញុំរើសយក Chrome ហើយនៅក្នុងកន្លែង Google ហ្នឹងគឺយើងវាយពាក្យថា Google Cloud Skill Boss បាទនៅពេលដែលយើងចូលមកដល់នេះគឺយើង scroll ចុះមកក្រោមហើយយើងយកពាក្យថា Google Cloud Skill Boss នៅពេលនោះគឺយើងចេញផ្ទាំងមកបែបនេះហើយអ្វីដែលអ្នកនរនេះទៅធ្វើគឺ sign in នៅ account របស់អ្នកនរគ្នា Google របស់យើងឥឡូវខ្ញុំធ្វើការ sign in ហើយនៅត្រង់ចំណុចនេះគឺយើងត្រូវបំពេញថ្ងៃខែឆ្នាំកំណើតអញ្ចឹងខ្ញុំដាក់ថ្ងៃទី22ឆ្នាំ92ហើយយើងចុចកន្លែង tick កន្លែង I'm not a robot នេះគឺគេ verify យើងអញ្ចឹងចុចរូបឡានរូបអីអញ្ចឹងទៅអស់ទៅហើយចុចបាទបើឃើញអស់ហើយយើងចុច verify តែម្ដងណាបាទនៅពេលនេះគឺយើងរួចរាល់ហើយយើងចុះមកក្រោមបន្តិចយើងចុចពាក្យថា accept I accept កន្លែងនេះមានបញ្ហាតិចដោយសារតែគេឲ្យដាក់4លេខអញ្ចឹងខ្ញុំយកតែ2លេខហើយខ្ញុំថែម2លេខទៀត992ឧទាហរណ៍ហើយយើងចុច I accept ដដែលបាទយើងចេញផ្ទាំងមួយបែបនេះយើងចុចកន្លែង join ហ្នឹងទៅបាទយើងចុចកន្លែង join នេះគឺដើម្បីយើង verify account របស់យើងម្ដងទៀតយើងចុចលើ account របស់យើងមកហើយយើងចុចពាក្យថា continue បាទនៅពេលនេះគឺវាចេញមកដល់ផ្ទាំងរបស់យើងហើយយើងចុចខ្វែងកន្លែងទៅយកពាក្យថា explore បាទចុះមកក្រោមហើយយើងយកពាក្យថា The tour of Google Cloud Sustainability វានឹងចេញផ្ទាំងមួយទៀតនៅត្រង់ចំណុចនេះគឺខ្ញុំសូមបញ្ជាក់ដល់អ្នកតិចថាឥឡូវនេះវា update ដោយសារតែមានការចូលធ្វើច្រើនពេកអញ្ចឹងវា update ជាម៉ោងវិញគិតជាម៉ោងមានន័យថាអ្នកនរមានពេលរយៈពេល1ម៉ោងដើម្បីធ្វើការ generate អញ្ចឹងបើផុតពី1ម៉ោងគឺយើងអស់សិទ្ធធ្វើហើយរងចាំពេលក្រោយបន្តទៀតអញ្ចឹងយើងចុចពាក្យថា start ទៅនៅពេលហ្នឹងគឺវានឹងចាប់ផ្ដើមបាទយើងចុចពាក្យថា I'm not a robot សិនតាមមកយើងធ្វើដូចលោកមុនអញ្ចឹងហើយយើងចុចពាក្យថា verify ដើម្បីបញ្ចប់អូខេនៅពេលនេះគឺម៉ោងវាចាប់ផ្ដើមដើរហើយយើងចុចពាក្យថា Google Open Google កន្លែងនេះមកកន្លែងនេះគឺយើងបើកនៅ tab ថ្មីមួយទៀតបើន័យថាបើកផ្ទាំងថ្មីមួយទៀតដើម្បីយើងអាចចូលទៅប្រើប្រាស់បានបាទកន្លែងនេះគឺយើងយកពាក្យថាខ្ញុំយល់ហើយមិនន័យថាយើងធ្វើការអានវាសិនបាទកន្លែងនេះគឺយើងចុច I accept ហ្នឹងទៅដើម្បីយើងចាប់តាមចូលធ្វើការតែម្ដងបាទកន្លែងនេះយើងយកពាក្យថាVertex AI ហើយយើង scroll ទៅយើងយកពាក្យថា Media Studio បាទនៅពេលនេះគឺវាចេញផ្ទាំងថ្មីមកឲ្យយើងហើយយើងយកពាក្យថា video គឺកន្លែងនេះមានន័យថាយើង generate video អូខេយើងយកពាក្យថា agree and continue ទៅបាទនៅពេលនេះគឺយើងអាចចាប់ផ្ដើមបង្កើតបានហើយកន្លែងនេះគឺវាចេញប្រភេទថ្មីឲ្យយើងគឺ VO3 បាទ VO3 យើងរើសយកអាហ្នឹងទៅហើយខាងក្រោមនេះគឺ8 second ទេក្នុងមួយវីដេអូណាអូខេនៅពេលនេះគឺខ្ញុំឲ្យត្រូវការ ChatGPT ដើម្បីឲ្យវា generate ជាសាច់រឿងមួយឲ្យយើងដើម្បីឲ្យយើងបង្កើតជាវីដេអូបាន
បានពេលដែលយើងបានព្រមនេះហើយគឺយើង copy ព្រមនេះទៅដាក់នៅក្នុងការបង្កើតវីដេអូបាទយើងផាសចូលមកអូខេហើយខ្ញុំត្រូវការតែមួយ result ទេបាទយើងចុច generate ទៅហើយយើងធ្វើការរងចាំវាមួយសន្ទុះហើយថាតាមរយៈអ៊ីនធឺណិតបើសិនជាអ៊ីនធឺណិតលឿនគឺវាលឿនដូចគ្នាបាទបាទនៅពេលនេះគឺខ្ញុំបានជាវីដេអូបែបនេះហើយទៅតាមព្រមដែលខ្ញុំបានសរសេរបែបហ្នឹងហើយអ្នកនរគ្នាអាចធ្វើដូចគ្នាបាន This needs a little bit more salt. ការជាសាច់រឿងហើយផុសទៅក្នុង YouTube ក៏បាន I'll taste it. social media ក៏បានតែបើសិនជាទាំងអស់នេះចង់ធ្វើការ download គឺយើងគ្រាន់តែចុចមកកាន់កន្លែងសញ្ញាត្រី3នេះមកហើយយើងយកពាក្យថា download ជាការស្រេចអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នេះឯងជួបគ្នានៅក្នុងវីដេអូក្រោយទៀត